នាងជាទីមេត្រីការពីព្រឹកមិញនេះលោកសំរាស៊ីប្រធានគណៈបកសង្គ្រោះជាតិនិងជាប្រធានក្រុមតំណាងភាគតិចនៃរដ្ឋសភាបានដឹកនាំប្រតិភូតំណាងរាស្ត្រជួបសម្ដែងការគួរសមជាមួយនឹងលោកនុតវត្តផូទីសារូឯកអគ្គរដ្ឋទូតថ្មីនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជានៅមន្ទីររដ្ឋសភាជាតិនៅក្នុងជំនុំនេះដែរបានពិភាក្សាដែលផ្ដោតសំខាន់ទៅលើបញ្ហាមួយចំនួនរួមមានស្ថានភាពនយោបាយនៅកម្ពុជាសេដ្ឋកិច្ចការវិនិយោគបញ្ហាសន្តិសុខនៅតាមព្រំដែនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងស្ថានភាពពលករខ្មែរនៅក្រៅប្រទេសជាដើមថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិបានស្នើឲ្យភាគីថៃយកចិត្តទុកដាក់ចំពោះការគោរពសិទ្ធិមនុស្សជាពិសេសបញ្ហាពលករខ្មែរដែលធ្វើការលើទូកនេសាទដែលត្រូវបានរាយការណ៍ថារងការធ្វើទុកបុកម្នេញរួមទាំងការរៀបចំកិច្ចការចិញ្ចោលព្រំដែននៅច្រកប៉ោយប៉ែតឲ្យមានដំណាភាពដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជាហើយក៏បានស្នើឲ្យមានការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមកនៅតាមព្រំដែនដើម្បីបញ្ជៀសការយល់ច្រឡំនាំឲ្យមានការប៉ះទង្គិចប្រដាប់អាវុធHow are you? Radhika. Nice to see you in Cambodia. Thank you very much for receiving me. So, first of all, I congratulate Your Excellency the reform of the National Election Committee and the ក្រុមដំណើររាជបកប្រឆាំងស្នើពីសកម្មភាពវៀតណាមឆ្លងដែនខុសច្បាប់នៅរតនគិរីតាមការចុះផ្សាយរបស់គេហទំព័រអាស៊ីសេរីបានឲ្យដឹងតាមរយៈអ្នកដំណើររាជគណៈបក្សសង្គ្រោះជាតិអំពីវិនិយោគឲ្យអាជ្ញាធរខេត្តរតនគិរីយកចិត្តទុកដាក់ត្រួតពិនិត្យសកម្មភាពឆ្លងដែនខុសច្បាប់ជាពិសេសពលរដ្ឋនៅភ្នាក់ងារស៊ើបការវៀតណាមដែលចេញចូលទឹកដីខ្មែរមកប្រព្រឹត្តអំពើខុសច្បាប់ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីតម្រួតព្រំដែនវៀតណាម2នាក់ត្រូវបានប្រជាពលរដ្ឋភូមិឡំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវខេត្តរតនគិរីរកឃើញថាបានបន្លំខ្លួនជាយោធាខ្មែរចូលមកថតរូបក្នុងវេទិកាអ្នកដំណើររាស្ត្រជួបជាមួយម្ចាស់ឆ្នោតដែលប្រារព្ធនៅភូមិឡំកាលពីថ្ងៃទី10ខែមិថុនាតម្រួតព្រំដែនវៀតណាមដែលបន្លំខ្លួនចូលមកស៊ើបការនៅក្នុងទឹកដីខ្មែរមានឈ្មោះវិត្រូវបានអ្នកភូមិខកខ្លួនចំណែកម្នាក់ទៀតរត់គេចខ្លួនខណៈភាពជ្រួលច្របល់កើតឡើងគេហទំព័រអាស៊ីសេរីដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈអ្នកដំណើររាជមណ្ឌលកំពង់ចាមលោកម៉ៅមូនីវ៉ាន់ហើយសកម្មភាពខ្លែងបន្លំរបស់តម្រួតព្រំដែនវៀតណាមចូលមកក្នុងកម្មវិធីរបស់តំណាងរាស្ត្រថាជាអំពើចារកម្មប្រើប្រាស់មុខមន្ត្រីយោធាខ្មែរខុសច្បាប់រំលោភអធិបតេយ្យភាពព្រំដែនខ្មែរលោកក៏សម្គាល់ទៀតថាតំបន់ព្រំដែនខ្មែរនៅខេត្តរតនគិរីនៅមានបញ្ហាមិនប្រក្រតីជាច្រើនជាមួយនឹងភាគីវៀតណាមដែលពលរដ្ឋទាមទារឲ្យមានការដោះស្រាយបានឆាប់សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋភូមិឡំឲ្យដឹងថាតម្រួតព្រំដែនវៀតណាមដែលអ្នកភូមិខកខ្លួនត្រូវបានប្រគល់ទៅឲ្យប៉ូលីសខ្មែរនៅតំបន់នោះបន្ទាប់មកពួកគេត្រូវបានដោះលែងប្រជាពលរដ្ឋរស់នៅភូមិឡំលោករម៉ាស្វាត់ក៏សម្គាល់ថាជាញឹកញាប់តម្រួតព្រំដែនខ្មែរតែងតែអន្តរាគមន៍ឬសម្របសម្រួលបទល្មើសឆ្លងដែនរបស់ពលរដ្ឋឬមន្ត្រីវៀតណាមដែលឆ្លងដែនមកប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងទឹកដីខ្មែរតើតើនឹងករណីនេះមន្ត្រីសម្របសម្រួលសមាគមអាតហុកខេត្តរតនគិរីលោកឆៃធីអះអាងថានេះមិនមែនជាលើកទី1ទេដែលតម្រួតព្រំដែនវៀតណាមប្រើប្រាស់ឯកសណ្ឋានទីហ៊ានខ្មែរចូលទឹកដីខ្មែរលោកថាមន្ត្រីយោធាខ្មែរខ្លះគឺជាអ្នកនាំមុខឲ្យតម្រួតឬក្រុមស៊ើបការវៀតណាមប្រើប្រាស់ឯកសណ្ឋានបន្លំជាយោធាខ្មែរចូលមកស៊ើបការក្នុងទឹកដីខ្មែរក្រុមប្រតិភូអ្នកដំណើររាជគណៈបក្សសង្គ្រោះជាតិកាលពីដើមសប្តាហ៍បានដឹកនាំនិស្សិតព្រះសង្ឃនិងប្រជាពលរដ្ឋមកពីនៅកន្លែងពលរដ្ឋវៀតណាមជីកស្រះនៅព្រំដែនហាមឃាត់ខេត្តរតនគិរីជាប់ប្រទេសវៀតណាមជាមួយគ្នានោះដែរក្រុមប្រតិភូក៏បានប្រារព្ធវេទិកាជួបជាមួយនឹងពលរដ្ឋរស់នៅជិតតំបន់ព្រំដែនក្នុងស្រុកអូយ៉ាដាវនិងស្រុកអណ្ដូងមៀប្រធានប្រតិភូលោកម៉ៅមូនីវ៉ាន់ក៏សម្គាល់ថាក្រៅពីជីកស្រះក្នុងតំបន់សតម្រួតព្រំដែនវៀតណាមបានរារាំងក្រុមប្រតិភូមិនឲ្យទៅពិនិត្យបង្គោលព្រំដែនលេខ11និង12នៅតំបន់អូកាយ៉ាក្នុងឧទ្យានជាតិវីរៈជ័យដែលតម្រួតព្រំដែនខ្មែរក៏បាន